trái ngày nay tôi nó sẽ hay lắm anh nhưng bạn mới tập theo class tế ông bị trong chuyện này phía xa không ai bảo chứng nè nè bốc thêm mày đá đá khi mày ăn chưa nhưng mà say vô sắc khai chỉ thuộc ba xem ăn sờ lọ hay ban chân trong mày đá ban tay xem ăn chấm lực cừu ăn tràn đòn hay ban tay xem là cả ăn chấm là đá phía xaแต่ทั้งอักนี้ดาวมองโจรินให้ตาเยอะแต่เรียดปังល្អហើយកូនហ្នឹងហើយពីម្សិលមិញយើងបានរៀនផ្សេងចំណៈទាំង33តួរបស់យើងរួចរាល់ហើយអញ្ចឹងថ្ងៃនេះគឺជាថ្ងៃបន្ទាប់ដូច្នេះលោកគ្រូនឹងបង្រៀនកូនអំពីស្រៈរបស់ភាសាខ្មែររបស់យើងម្ដងហ្នឹងហើយតែកូនមានដឹងទេភាសាខ្មែររបស់យើងមានស្រៈប៉ុន្មានតួហើយគេបែងចែកស្រៈអ្វីខ្លះនៅថ្ងៃនេះលោកគ្រូនឹងបង្រៀនអំពីស្រៈនិស្ស័យនៅក្នុងភាសាខ្មែររបស់យើងអូខេកូនតើស្រៈនិស្ស័យនៅក្នុងភាសាខ្មែររបស់យើងគេប្រើនៅពេលណាហើយមានប្រមាណតួកូនចាំមើលហើយនឹងស្ដាប់លោកគ្រូណាកូនហ្នឹងហើយកូនហ្នឹងហើយស្រៈភាសាខ្មែររបស់យើងគឺមានពីរគ្រប់ហ្នឹងហើយគ្រប់ទី1គេហៅថាស្រៈនិស្ស័យហើយគ្រប់ទី2នោះគឺគេហៅថាស្រៈពេញតួប៉ុន្តែថ្ងៃនេះលោកគ្រូនឹងបង្រៀនពួកកូនតែចំនួនស្រៈនិស្ស័យតែប៉ុណ្ណោះហើយស្រៈពេញតួនៅថ្ងៃបន្ទាប់អញ្ចឹងស្រៈនិស្ស័យមានទាំងអស់23តួណាកូនត្រូវចាំណាហ្នឹងហើយម្សិលមិញលោកគ្រូបានបង្រៀនកូនអំពីព្យញ្ជនៈភាសាខ្មែររបស់យើងគឺមាន33តួដែលកូនបុប្ផាគាត់ឆ្លើយថា33តួហ្នឹងហើយត្រឹមត្រូវហើយកូនហើយថ្ងៃនេះយើងចូលមករៀនស្រៈហ្នឹងហើយទាំង23តួដែលគេហៅថាស្រៈនិស្ស័យយល់ទេកូនមុនលោកគ្រូបង្រៀនកូនអំពីស្រៈភាសាខ្មែររបស់យើងលោកគ្រូសូមសួរនិងរំលឹកនឹងឲ្យព្យញ្ជនៈភាសាខ្មែរដែលកូនរៀនម្សិលមិញជាមួយលោកគ្រូហ្នឹងហើយតើមានកូនណាមានបានមើលមេរៀនទេហើយចាំបានប្រមាណភាគរយដែរមើលកូនអាចឆ្លើយបានទេតើមានអ្នកណាបានមើលសៀវភៅហើយនឹងកត់ត្រាចំណាំហើយនឹងយល់ហើយនឹងស្គាល់ហើយនឹងចេះបានប្រមាណភាគរយដែរកូនហើយវាស្នាធ្វើមិនទៅបើខ្ញុំមើលហើយខ្ញុំអត់ចាំហើយថែមទាំងខ្ញុំមិនយល់ទៀតបើសិនជាលោកគ្រូសួរខ្ញុំឆ្លើយមិនទៅវាស្នាមិនអីទៅចយបើយើងមិនចាំយើងមិនចាស់លោកគ្រូច្បាស់ជាប្រាប់យើងហើយលោកគ្រូនឹងបញ្យល់យើងថែមទៀតប៉ុន្តែចាយមិនបាច់ភ័យទេខ្ញុំក៏មិនសូវច្បាស់ដែរអូវាស្នាអរគុណយើងអញ្ចឹងខ្ញុំក៏ក្តៅបន្តិចកូនមានកូនណាបានមើលសៀវភៅហើយនឹងអានហើយនឹងចាំព្យញ្ជនៈរបស់ភាសាខ្មែរយើងដែរឬទេកូនមើលកូនណាចាំមើលចយតើមានបានអានសៀវភៅទេចយបាទលោកគ្រូខ្ញុំអានដែរតែខ្ញុំអត់យល់លោកគ្រូហើយខ្ញុំអត់ចេះអានលោកគ្រូដោយសារតែខួរក្បាលរបស់ខ្ញុំនេះវាអន់ពេកលោកគ្រូដូច្នេះហើយបានជាខ្ញុំមិនសូវចាំមិនសូវយល់លោកគ្រូអូចយកុំនិយាយចឹងណាកូនហ្នឹងហើយគេមិនដែលឲ្យនិយាយបង្អាប់ខ្លួនឯងនោះទេកូនបើកូនមិនចាំបើកូនមិនយល់កូនត្រូវតែព្យាយាមរៀនណាកូនត្រូវតែព្យាយាមចំណាំមើលហើយនឹងអានកត់ត្រាទុកណាកូនដោយលោកគ្រូបានប្រាប់កូនអញ្ចឹងដូច្នេះមានតែការកត់ចំណាំហើយនឹងអាននេះទេអាចធ្វើឲ្យយើងរីកចម្រើនក្នុងការរៀនសូត្រណាកូនអញ្ចឹងលោកគ្រូសួរចយលោកគ្រូជឿថាចយនឹងអាចឆ្លើយបាននៅសំណួររបស់លោកគ្រូនេះប៉ុន្តែមុននេះលោកគ្រូដូចជាបានរំលឹកប្រាប់កូនរួចមកហើយណាហ្នឹងហើយអញ្ចឹងលោកគ្រូសួរថាតើព្យញ្ជនៈភាសាខ្មែររបស់យើងមានប្រមាណតួចយហ្នឹងហើយសូមចយឆ្លើយមើលកូនមើលមានប្រមាណតួលោកគ្រូដូចជាសួរកូនចយកាលពីម្សិលមិញហើយកូនលោកផាគាត់បានឆ្លើយត្រូវហើយអញ្ចឹងលោកគ្រូរំលឹកហ្នឹងហើយតើព្យញ្ជនៈភាសាខ្មែររបស់យើងមានប្រមាណតួកូនមើលចយឆ្លើយមើលចយវាស្នាមានប្រមាណតួវ៉ៃអូចយខ្ញុំក៏អត់ស្គាល់ច្បាស់ដែរលោកគ្រូដូចជារំលឹកមុននេះតើចយចាឯងឆ្លើយទៅកុំសួរខ្ញុំប្រយ័ត្នលោកគ្រូថែខ្ញុំមើលចយឆ្លើយមកកូនហ្នឹងហើយកុំខ្សឹបខ្សៀវគ្នាណាកូនហ្នឹងហើយមិនបាច់សួរគ្នាទេកូនឯងឆ្លើយមើលឲ្យក្លាហានតិចមកកូនបើខុសក៏លោកគ្រូបណ្ដាថាដែរគាត់លោកគ្រូចង់ធ្វើតេស្តការចងចាំរបស់ពួកកូនតែប៉ុណ្ណោះអញ្ចឹងឆ្លើយមកចយមានប្រមាណតួដែរចយបាទលោកគ្រូព្យញ្ជនៈភាសាខ្មែររបស់យើងមានដូចជាមានប៉ុន្មានចេះមាន33តួលោកគ្រូត្រូវអត់ទេលោកគ្រូបាទត្រឹមត្រូវហើយចយកូនហ្នឹងហើយប៉ុន្តែមុនត្រូវនោះកូនដូចជារអាក់រអួលខ្លាំងណាស់កូនហ្នឹងហើយដូចជាមិនច្បាស់ខ្លួនឯងសោះអញ្ចឹងលោកគ្រូសូមប្រាប់ថាកូនឆ្លើយនេះគឺត្រូវហើយប៉ុន្តែត្រូវនេះគឺត្រូវ
ត្រង់ថាមិនរលូនទេគឺរ៉េរ៉ារ៉េប្រដប់ឆ្លើយនឹងមិនចង់ចេញនឹងឯងអញ្ចឹងមានន័យថាកូនត្រូវតែប្រឹងរៀនត្រូវតែប្រឹងមើលណាកូនហ្នឹងហើយមើលអានសរសេរចំណាំណាកូនហ្នឹងហើយអញ្ចឹងមានន័យថាថ្ងៃនេះគឺកូនឆ្លើយត្រូវហើយចយណាបើទោះតែកូនឆ្លើយខុសក៏មិនដែរតែសំខាន់គឺឲ្យមានភាពជឿជាក់ហើយនឹងច្បាស់លាស់ចំពោះខ្លួនឯងណាកូនកុំឲ្យដូចពេលនេះគឺមកគឺមិនសូវច្បាស់សោះរ៉េរ៉ារ៉េប្រដប់ហ្នឹងហើយដូចជាមិនសូវច្បាស់អញ្ចឹងលោកគ្រូចង់ឲ្យកូនច្បាស់ណាឆ្លើយមកគឺភងតែម្ដងនេះទើបជាការយល់នឹងយល់ហើយដឹងហើយចេះច្បាស់លាស់ណាកូនហ្នឹងហើយអរគុណច្រើនកូនចយហ្នឹងហើយអញ្ចឹងមកដល់ថ្ងៃនេះលោកគ្រូនឹងចាប់ដើមបង្រៀនកូនអំពីស្រៈនិស្ស័យនៅក្នុងភាសាខ្មែររបស់យើងម្ដងដូច្នេះមានន័យថាភាសាខ្មែររបស់យើងដូចលោកគ្រូបានជម្រាបកូនមុននេះអញ្ចឹងហ្នឹងហើយក្រុមស្រៈភាសាខ្មែររបស់យើងគឺមានពីរក្រុមណាពីរក្រុមណាកូនណាពីរក្រុមហ្នឹងហើយក្រុមទី1ដូចលោកគ្រូបានបង្រៀនគឺស្រៈនិស្ស័យហើយក្រុមទី2នេះដូចជាស្រៈពេញទូមិនដូចទេគឺស្រៈពេញទូហ្នឹងហើយអញ្ចឹងមានន័យថាថ្ងៃនេះលោកគ្រូបង្រៀនកូនស្រៈនិស្ស័យហ្នឹងហើយនៅក្នុងភាសាខ្មែររបស់យើងហើយលោកគ្រូដូចជាបានបង្ហាញថាស្រៈនិស្ស័យនៅក្នុងភាសាខ្មែររបស់យើងគឺមាន23ទូណាកូនហ្នឹងកូនអាចត្រូវចំណាំហើយនឹងកត់ត្រាហើយនឹងនេះមើលណាកូនហ្នឹងអញ្ចឹងលោកគ្រូសូមធ្វើការអាននៅស្រៈទាំងអស់នេះឲ្យកូនស្ដាប់ម្ដងមួយណាកូនចាំស្ដាប់ណាហ្នឹងហើយនេះគឺជាស្រៈនិស្ស័យនៅក្នុងភាសាខ្មែររបស់យើងស្រៈនិស្ស័យនៅក្នុងភាសាខ្មែររបស់យើងទាំងអស់គឺមាន23ទូណាកូនហ្នឹងហើយត្រចៀកស្ដាប់ភ្នែកមើលហើយចំណាំណាហ្នឹងហើយស្រៈនិស្ស័យនៅក្នុងភាសាខ្មែររបស់យើងគឺមានទាំងអស់23ទូឬទេកូនចំណាំណាប្រយ័ត្នលោកគ្រូសួរប្រយ័ត្នឆ្លើយអត់ចេញអូខេចំណាំណាស្រៈនិស្ស័យនៅក្នុងភាសាខ្មែររបស់យើងគឺមាន23ទូអូខេអញ្ចឹងលោកគ្រូនឹងធ្វើការអានម្ដងមួយឲ្យកូនទាំងអស់គ្នាស្ដាប់ណាអូខេកូនចាំស្ដាប់និងមើលណាកូនអញ្ចឹងលោកគ្រូនឹងធ្វើការចាប់ដើមអានឲ្យកូនស្ដាប់អូខេភ្នែកត្រចៀកប្រុងប្រៀបអូខេត្រចៀកប្រុងស្ដាប់ភ្នែកប្រុងមើលឥឡូវនេះលោកគ្រូចាប់ដើមអានហើយនឹងហើយអូខេថ្ងៃនេះគឺជាថ្ងៃពុធទី29ខែមេសាឆ្នាំ2025ភាសាខ្មែរស្រៈនិស្ស័យអូខេអញ្ចឹងលោកគ្រូចាប់ដើមស្រៈដំបូងគឺស្រៈអាហ្នឹងហើយបន្ទាប់មកគឺស្រៈអិបន្ទាប់មកគឺស្រៈអីស្រៈអឹនិងស្រៈអឺអូខេអញ្ចឹងលោកគ្រូអាន5ស្រៈនេះណា5ស្រៈអូខេស្រៈដំបូងគឺស្រៈអាបន្ទាប់មកស្រៈអិស្រៈអីស្រៈអឹនិងស្រៈអឺអូខេកូនយល់ទេឃើញទេហ្នឹងហើយបន្ទាប់មកទៀតគឺស្រៈអុស្រៈអូស្រៈអ៊ូបាក់ស្រៈអាស្រៈអ៊ឺស្រៈអ៊ីស្រៈអេស្រៈអែស្រៈអៃស្រៈអោស្រៈអៅស្រៈអំអូស្រៈអំស្រៈអំស្រៈអាំស្រៈអាស្រៈអោស្រៈអេនិងស្រៈអោអូខេកូនហ្នឹងហើយអញ្ចឹងលោកគ្រូដូចជាអានញាប់បន្តិចតាមអីទេប៉ុន្តែលោកគ្រូនឹងសម្រាយនឹងអានយឺតម្ដងមួយសារចុះសារឡើងឲ្យកូនស្ដាប់ឲ្យបានច្រើនណាកូនបាក់អញ្ចឹងលោកគ្រូអានម្ដងទៀតណាកូនហ្នឹងហើយប្រុងប្រៀបស្ដាប់ណាអូខេភាសាខ្មែរស្រៈនិស្ស័យហ្នឹងហើយដំបូងគឺស្រៈអាបន្ទាប់មកស្រៈអិហ្នឹងហើយស្រៈអីស្រៈអឹស្រៈអឺស្រៈអុស្រៈអូស្រៈអ៊ូស្រៈអើស្រៈអ៊ឺស្រៈអ៊ីស្រៈអេស្រៈអែស្រៈអៃស្រៈអោស្រៈអៅស្រៈអ៊ំស្រៈអំស្រៈអាំស្រៈអាស្រៈអោស្រៈអេនិងស្រៈអោយល់ទេកូនបើមិនយល់សួរលោកគ្រូណាបន្តិចទៀតលោកគ្រូនឹងប្រាប់ឲ្យកូនអានតាមលោកគ្រូហ្នឹងហើយអូខេកូនគ្រូអញ្ចឹងត្រង់ទៀតណាកូនហ្នឹងហើយអញ្ចឹងលោកគ្រូអានមួយហើយបន្ទាប់មកកូនត្រូវថាតាមលោកគ្រូអូខេបាក់ថ្ងៃពុធទី29ខែមេសាឆ្នាំ2025ពុធទី29ខែមេសាឆ្នាំ2025ភាសាខ្មែរស្រៈនិស្ស័យភាសាខ្មែរស្រៈនិស្ស័យបាក់ស្រៈអាបាក់ស្រៈអេបាក់ស្រៈអីបាក់ស្រៈអឺបាក់ស្រៈអឺបាក់ស្រៈអូស្រៈអូបាក់ស្រៈអ៊ូបាក់ស្រៈអើស្រៈអ៊ឺ
ស្រៈអ៊ី ស្រៈអេ ស្រៈអែ ស្រៈអៃ ស្រៈអោ ស្រៈអៅ ស្រៈអ៊ំ ស្រៈអំ ស្រៈអំ ស្រៈអាស្រៈអោស្រៈអេស្រៈអោអូខេល្អណាស់កូនឥឡូវនេះលោកគ្រូបានអានចប់ហើយកូនក៏បានអានជាមួយនឹងលោកគ្រូដែរតើកូនមានយល់ទេនៅស្រៈភាសាខ្មែររបស់យើងនេះណាកូនមើលកូនមានឆ្ងល់ត្រង់ចំណុចណាទេអាចសួរលោកគ្រូបានណាហ្នឹងហើយអញ្ចឹងលោកគ្រូបើកឲ្យសួរឆ្ងល់កន្លែងណាមិនច្បាស់កន្លែងណាអាចសួរលោកគ្រូបានអូខេវាសនាឯងមានយល់ទេវាសនាខ្ញុំដូចជាមិនសូវយល់សោះវាសនា ប៉ុន្តែមិនអីទេពេលដែលពួកយើងត្រឡប់ទៅផ្ទះវិញយើងប្រឹងរៀនអូខេយើងប្រឹងមើលប្រឹងអានហើយនឹងប្រឹងសរសេរហ្នឹងហើយអញ្ចឹងអាការរៀនការអានហ្នឹងដូចលោកគ្រូប្រាប់អញ្ចឹងវាអាចធ្វើយើងចាំបានច្រើនណាស់ចុយតែនៅពេលនេះខ្ញុំក៏មិនច្បាស់ដែរមើលកូនមិនហើយលោកគ្រូសួរមានចម្ងល់ត្រង់ណាទេអាចសួរលោកគ្រូបានណាខ្ញុំដូចជាមិនសូវច្បាស់ទេប៉ុន្តែមិនអីទេលោកគ្រូខ្ញុំនឹងព្យាយាមរៀនខ្ញុំនឹងព្យាយាមមើលនិងអានវាបានច្រើនលោកគ្រូអូល្អណាស់កូនបុផាហ្នឹងហើយប្រឹងរៀនប្រឹងមើលប្រឹងសរសេរទៅកូនហ្នឹងហើយមិនហើយចយមើលដូចជាខ្សឹបខ្ស៊ីជាមួយវាសនាសម្បានណាមើលយល់ត្រង់ណាមិនយល់ត្រង់ណាអាចសួរលោកគ្រូបានណាចយហ្នឹងហើយមិនបាច់ខ្សឹបខ្ស៊ីគ្នាទេអូខេចយបាទលោកគ្រូហ្នឹងហើយខ្ញុំនឹងព្យាយាមលោកគ្រូអូខេអញ្ចឹងណែដល់ម៉ោងចេញលេងហើយកូននឹងចេញលេងសិនចុះហើយសម្រាប់សិនចុះនឹងពេលដែលចូលមកវិញយើងនឹងបន្តមេរៀនរបស់យើងទៀតណាកូនហ្នឹងហើយ